ប្រដាប់ពេកឲ្យទៅជាក្មេងស្រីអតីតមន្ត្រីយោធារុស្ស៊ីម្នាក់ដែលធ្លាប់ចូលរួមសកម្មភាពយោធាប្រតិបត្តិការពិសេសរបស់លោកវ្លាឌីមៀពូទីនបានបញ្យល់រៀបរាប់នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខមួយទៅកាន់សារព័ត៌មាន BBC ពាក់ព័ន្ធនឹងសមាមិត្តក្រុមការងាររបស់លោកបានលួចរបស់របរពីតំបន់មួយក្នុងប្រទេសអ៊ុយក្រែនដែលរុស្ស៊ីបានកាន់កាប់ហើយជាពិសេសអ្វីដែលគួរឲ្យរន្ធត់នោះអតីតមន្ត្រីយោធារុស្ស៊ីម្នាក់នេះលោកបានរៀបរាប់អំពីការសួរចម្លើយដ៏ខុសខើមួយទៅលើអ្នកទោសអ៊ុយក្រែនជាមួយនឹងការបាញ់ដោយកាំភ្លើងនិងការគំរាមកំហែងដោយការរំលោភបំពានផ្សេងៗដោយការសួរចម្លើយដ៏ខុសខើទាំងនោះបានកើតឡើងនៅទីកន្លែងមួយនៅភាគខាងត្បូងប្រទេសអ៊ុយក្រែនការសួរចម្លើយដោយការធ្វើបានឃើញទាហានរុស្ស៊ីបានគូសសញ្ញាសម្គាល់លើឯកសណ្ឋានរបស់ពួកគេជាមួយអក្សរ Z និងនៅលើឧបករណ៍យោធាឬយានជំនិះផ្សេងៗក្រោយមកត្រឹមតែរយៈពេលប្រមាណថ្ងៃប៉ុណ្ណោះអក្សរ Z បានក្លាយជានិមិត្តសញ្ញាដោយវាមានកម្លាំងហៅថាប្រតិបត្តិការយោធាពិសេសគ្រាន់តែឃើញដូច្នោះលោក Jeffrey Moe បាននិយាយថាលោកមិនចង់មានអ្វីពាក់ព័ន្ធនឹងរឿងនោះទេលោកក៏បានសម្រេចចិត្តលាឈប់ពីការងារនិងទៅជួបមេបញ្ជាការរបស់លោកហើយបញ្យល់ពីតួនាទីរបស់លោកប្រាប់ទៅមេបញ្ជាការក៏បាននាំលោកទៅជួបមន្ត្រីជាន់ខ្ពស់ម្នាក់ផ្សេងទៀតដែលមន្ត្រីនោះបានហៅលោកថាជនក្បត់ជាតិនិងជាមនុស្សកំសាកលោក Jeffrey Moe បានប្រកល់កំភ្លើងរបស់គាត់ឲ្យអង្គភាពហើយបានជិះតាក់ស៊ីត្រឡប់ទៅមូលដ្ឋានរបស់លោកវិញនៅឯឆែកយ៉ានិងបានដាក់ពាក្យលាលែងពីតំណែងជាផ្លូវការនៅទីនោះបន្ទាប់មកមានសមាមិត្តរបស់លោកមិនបានចូលរួមសកម្មភាពនៅក្នុងការបញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ីឬចូលរួមការប្រយុទ្ធនៅភាគខាងកើតប្រទេសអ៊ុយក្រែនឡើយដែលជាសង្គ្រាមមួយបានផ្ទុះឡើងជាលើកដំបូងនៅក្នុងតំបន់ដុំបាសកាលពី5ថាការងារដែលលោកបានធ្វើនៅទីនោះបានផ្ដល់ផលប្រយោជន៍ដល់មនុស្សជាតិរៀបរាប់ចប់ត្រឹមនេះលោក Jeffrey Moe បានបន្តរៀបរាប់អំពីសមាមិត្តរបស់លោកដែលបានលួចកង់ម៉ាស៊ីនកាត់ស្មៅអ្នកស្រុកនិងរបស់របរផ្សេងៗក្រោយចូលធ្វើការវិញលោក Jeffrey Moe ត្រូវបានដាក់ឲ្យទទួលបន្ទុកបណ្ដោះអាសន្ននៃកងអនុសេនាតូចកំភ្លើងធំហើយនៅថ្ងៃទី27ខែកុម្ភៈគឺបន្ទាប់ពី3ថ្ងៃនៃការលុកលុយរបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែនលោកនិយាយថាលោកនិងសមាមិត្តរបស់លោកត្រូវបានបញ្ជាឲ្យផ្លាស់ទីនៅតំបន់គ្រីមៀដែលបានកាន់កាប់ដោយរុស្ស៊ីឲ្យទៅកាន់ភាគខាងជើងនិងក្រោយមកបានបន្តធ្វើដំណើរទៅកាន់ទីក្រុងបៀលីតូប៉ូលនៅទីនោះបានរយៈពេល10ថ្ងៃបន្ទាប់មកក្រុមរបស់លោក Jeffrey Moe បានចំណាយពេលនៅកន្លែងអាកាសយានដ្ឋានមួយគណៈទីក្រុងនេះត្រូវបានទាហានរុស្ស៊ីចាប់យករួចហើយពេលចាប់ផ្ដើមការវាយលុកការចូលកាន់កាប់នៅតំបន់នោះគឺទាហាននិងមន្ត្រីផ្សេងៗបានប្រមូលយកអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានទាហានខ្លះបានឡើងលើយន្តហោះទាហានខ្លះទៀតបានចូលទៅក្នុងគ្រប់អគារទាំងអស់បន្ទាប់មកលោក Jeffrey Moe បានឃើញទាហានម្នាក់បានលួចយកម៉ាស៊ីនកាត់ស្មៅរបស់អ្នកស្រុកពេលទាហាននោះដើរចេញមកក្រៅបាននិយាយដោយមោទនភាពខ្លួនឯងថាខ្ញុំនឹងយកផ្ទះនេះហើយនឹងកាត់ស្មៅនៅក្បែរបន្ទាយរបស់យើងលោក Jeffrey Moe បានបន្តថាទាហានរុស្ស៊ីបានលួចថុងទឹកពូថៅនិងកង់ដោយក្រវែងរបស់ទាំងនោះដាក់ទៅក្នុងឡានរបស់ពួកគេនិងលួចរបស់របរផ្សេងៗជាច្រើនផ្សេងទៀតដាក់នៅក្នុងយានជំនិះការរៀបរាប់របស់លោក Jeffrey Moe បានជាប់ជាមួយនឹងរូបថតហើយបានបង្ហាញទៅកាន់សារព័ត៌មាន BBC ដោយលោកនិយាយថាលោកបានថតរូបនេះនៅមូលដ្ឋានអាកាស Melitopol ដែលរូបថតបានបង្ហាញពីយន្តហោះដឹកជញ្ជូនមួយនិងអគារមួយដែលកំពុងឆេះសន្ធោសន្ធៅលោកបន្តថាទាហានទាំងនោះគឺស្ថិតនៅក្នុងទីតាំងនៃរូបភាពនេះហើយមានឯកសារមួយចំនួនដែលលោកបានប្រកល់ទៅកាន់សារព័ត៌មាន BBC បន្តមកអស់រយៈពេល1ខែកន្លះលោក Jeffrey Moe និងទាហាន8នាក់ដែលស្ថិតនៅក្រោមការបញ្ជារបស់លោកត្រូវបានដាក់ឲ្យការពារអង្គភាពកំភ្លើងធំរុស្ស៊ីនៅមូលដ្ឋានអាកាស Melitopol នោះនៅទីនោះលោកបានរំលឹកថាគ្រប់ពេលវេលាក្រុមរបស់លោកនៅទីនោះគឺបានដេកនៅខាងក្រៅអគារហើយទាហានខ្លះបានរអ៊ូរទាំថាឃ្លានខ្លាំងណាស់ក្រោយមកក្រុមរបស់លោកបានចាប់ដើមបរបាញ់ទន្សាយនិងសត្វស្លាបលោកបានបន្តទៀតថាមានពេលមួយក្រុមរបស់លោកបានដើរឆ្លងកាត់វិមានមួយដោយមានអ្នកប្រយុទ្ធរុស្ស៊ីម្នាក់នៅក្នុងនោះនៅវិមាននោះមានអាហារច្រើនណាស់សូម្បីទូទឹកកកក៏មានអាហារដែលត្រូវបានវេចខ្ចប់ត្រឹមត្រូវហាក់ដូចជាបានត្រៀមរៀបចំបំរុងដើម្បីការពារពេលមានសង្គ្រាមនុយក្លេអ៊ែរប៉ុន្តែទាហានរស់នៅទីនោះបែរជាចាប់ត្រីគោលរាំងរបស់ជប៉ុននៅក្នុងស្រះខាងក្រៅអគារយកមកបរិភោគវិញបានបញ្ចប់ការរៀបរាប់ពីការលួចនិងសកម្មភាពផ្សេងៗលោក Jeffrey Moe បានបន្តរៀបរាប់អំពី
ការបានឃើញពីរបៀបសួរចម្លើយនិងការធ្វើទារុណកម្មយ៉ាងខុសខើរបស់សមមិត្តលោក James Franmo បានប្រាប់ថាឧក្រិដ្ឋកម្មដែលគាត់បានឃើញគឺគាត់អាចធ្វើជាសាក្សីនៅទីកន្លែងនោះបានបន្តលើកឡើងថានៅក្នុងខែមេសាក្រុមរបស់លោកត្រូវបានផ្លាស់ប្ដូរឲ្យទៅយាមនៅទីស្នាក់ការកណ្ដាលដឹកជញ្ជូនវិញនៅក្នុងក្រុង Milmark នៃភាគខាងជើងឈានខាងកើតនៃទីក្រុង Melitopol នៅទីនោះហើយដែលគាត់បានឃើញការសួរចម្លើយនិងការធ្វើបាបទាហានរបស់អ៊ុយក្រែនយ៉ាងកកៅលោក James Franmo បានរៀបរាប់ថានៅថ្ងៃមួយមានអ្នកទោសអ៊ុយក្រែន3នាក់ត្រូវបានគេនាំចូលទីស្នាក់ការអ្នកទោសម្នាក់ក្នុងចំណោម3នាក់នោះបានសារភាពថាខ្លួនគឺជាអ្នកលបបាញ់ពេលឮឆ្លើយបែបនេះវរសេនីយ៍ឯកគ្មានម្ចាស់ការម្នាក់ក៏បានវាយអ្នកទោសអ៊ុយក្រែននោះមួយកំហឹងបន្ទាប់មកបានចាប់ទាញស្រាត់ខោរបស់អ្នកទោសអ៊ុយក្រែននោះចុះក្រោមហើយសួរថារៀបការឬនៅលោក James Franmo មិនបានបញ្ជាក់អំពីការលបបាញ់នោះជាអ្វីទេបន្ទាប់មកអ្នកទោសអ៊ុយក្រែននោះបានឆ្លើយថាបាទរៀបការហើយភ្លាមនោះវរសេនីយ៍ឯកដែលបានធ្វើទារុណកម្មនោះបាននិយាយថាមើលមាននរណាម្នាក់យកក្រដាស់ជូតមាត់មកនេះធ្វើឲ្យម្នាក់នេះទៅជាក្មេងស្រីហើយថតវីដេអូផ្ញើទៅឲ្យប្រពន្ធមើលនៅត្រង់នេះលោក James Franmo ប្រហែលចង់មានន័យថាកាត់ប្រដាប់ភេទអ្នកទោសអ៊ុយក្រែននោះចោលនោះឃើញដូចនោះលោក James Franmo បាននិយាយទៅកាន់សមមិត្តរបស់គាត់ថាសមមិត្តវរសេនីយ៍ឯកគាត់មិនលឺអ្នកស្រែកទេអ្នកបានបាញ់នឹងធ្វើឲ្យគាត់ថ្លង់ហើយលោក James Franmo ក៏បានពិពណ៌នាអំពីរបៀបដែលវរសេនីយ៍ឯកនេះគ្មានអ្នកណាដឹងទេលោក James Franmo បានរៀបរាប់បន្តថានៅក្នុងអំឡុងពេលសួរចម្លើយមួយផ្សេងទៀតវរសេនីយ៍ឯកដែលបាត់ម្ចាស់ការនោះបានបាញ់ដៃអ្នកទោសម្នាក់និងបាញ់ជើងខាងស្ដាំក្រោមជង្គង់បំបាក់ឆ្អឹងរបស់គាត់លោក James Franmo និយាយបន្តថាមនុស្សរបស់លោកបានរំបងដល់អ្នកទោសហើយខ្លួនលោកផ្ទាល់ក៏បានដើរទៅរកមេបញ្ជាការរុស្ស៊ីដែលមិនមែនជាវរសេនីយ៍ឯកឈួតឡប់នោះទេដោយលោករាយការណ៍ប្រាប់មេបញ្ជាការថាអ្នកទោសត្រូវការបញ្ជូនទៅមន្ទីរពេទ្យបើមិនដូច្នោះគាត់នឹងស្លាប់ដោយសារការបាត់បង់ឈាមច្រើនក្រុមលោក James Franmo បានស្លៀកពាក់ឲ្យអ្នកទោសអ៊ុយក្រែនជាឯកស្ថានរុស្ស៊ីហើយនាំគាត់ទៅមន្ទីរពេទ្យនិងបានប្រាប់ទាហាននោះថាកុំនិយាយថាអ្នកគឺជាអ្នកទោសសង្គ្រាមអ៊ុយក្រែនឲ្យសោះព្រោះគ្រូពេទ្យនឹងបដិសេធមិនជាបានអ្នកឡើយហើយទាហានរុស្ស៊ីដែលរងរបួសនៅទីនោះនឹងលឺហើយនឹងបាញ់សម្លាប់អ្នកព្រោះយើងនឹងមិនអាចបញ្ឈប់ពួកគេបានទេបញ្ចប់ការរៀបរាប់អំពីការធ្វើទារុណកម្មអ្នកទោសអ៊ុយក្រែនលោក James Franmo បានរៀបរាប់បន្តពាក់ព័ន្ធនឹងការចោទប្រកាន់មួយដែលថាលោកជាជនក្បត់ជាតិនិងរត់ចោលស្រុកលោកបាននិយាយថានៅទីបំផុតលោកបានត្រឡប់ទៅអង្គភាពដោះមីនវិញប៉ុន្តែមិនបានយូរទេលោកនិងមនុស្សរបស់លោកចំនួន7នាក់បានសម្រេចចិត្តចាក់ចេញពីកងទ័ពដូច្នេះនៅចុងខែឧសភាពេលត្រឡប់មកឆេកញ៉ាវិញលោកបានសរសេរសម្បត្តិលាលែងពីតំណែងម្ដងទៀតនៅពេលនោះមន្ត្រីជាន់ខ្ពស់ខ្លះមិនសប្បាយចិត្តឡើយពួកគេបានចាប់ផ្ដើមគំរាមកំហែងលោកហើយមន្ត្រីដែលមិនធ្លាប់ទៅក្នុងសង្គ្រាមអ៊ុយក្រែនមួយថ្ងៃសោះក៏បាននិយាយដាក់លោកថាលោកជាមនុស្សមានចែងពីបទល្មើសថាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើវិន័យចំណែកនៅក្នុងសម្បត្តិទី2គឺបានសម្ដៅទៅលើការបណ្ដេញលោកចេញពីការងារយោធាតែម្ដងលោក James Franmo បាននិយាយបន្តថាក្រោយពីការបម្រើយោធាអស់រយៈពេល10ឆ្នាំលោកត្រូវបានគេបរិហាថាជាជនក្បត់ជាតិរត់ចោលស្រុកដោយសារតែលោកមិនចង់ទៅសម្លាប់មនុស្សប៉ុន្តែលោកបានសប្បាយចិត្តដែលឥឡូវនេះលោកក្លាយជាមនុស្សមានសេរីភាពដែលនឹងមិនមានអ្នកណាម្នាក់ត្រូវបានលោកសម្លាប់ហើយខ្លួនលោកផ្ទាល់ក៏មិនត្រូវបានគេសម្លាប់នោះដែរសូមបញ្ជាក់ថាលោក James Franmo ត្បិតពេលនេះបានចាក់ចេញពីជួរកងទ័ពមែនប៉ុន្តែលោកមិនអាចរួចផុតពីត្រូវបញ្ជូនត្រឡប់ទៅក្នុងសង្គ្រាមវិញឡើយព្រោះអ្វីនៅខែកញ្ញាក្នុងឆ្នាំ2022លោកប្រធានាធិបតី Vladimir Putin បានប្រកាសអំពីការចល័តទ័ពដោយផ្នែកពលរដ្ឋរុស្ស៊ីរាប់សែននាក់នឹងត្រូវបញ្ជូនទៅកាន់យោធាហើយនឹងបន្តបញ្ជូនទៅកាន់អ៊ុក្រែនកន្លែងនេះលោក James Franmo បានបង្ហាញថាលោកដឹងរឿងនេះច្បាស់ដោយសារតែលោកបានបម្រើយោធានៅអ៊ុយក្រែនរួចហើយទើបកិច្ចមិនផុតពីការកេណ្ឌត្រឡប់ទៅវិញទេគេនឹងមិនទុកឲ្យលោកនៅម្នាក់ឯងឡើយដូច្នេះហើយទើបលោកបានរៀបចំផែនគូ Dognet ដែលជាអ្នកបានជួយលោកឲ្យចាក់ចេញពីរុស្ស៊ីមកដល់ពេលនេះហើយមានឱកាសបានធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC ជាចុងក្រោយនៃការបញ្ចប់ក្នុងការរៀបរាប់និងបំភ្លឺខាងលើជាមួយសារព័ត៌មាន BBC បានសួរទៅកាន់លោក James Franmo ថាតើលោកគិតយ៉ាងណា
ចំពោះជនជាតិរុស្ស៊ីផ្សេងជាច្រើនដែលបង្ហាញការគាំទ្រចំពោះការសម្រេចចិត្តរបស់លោក Vladimir Putin ក្នុងការឈ្លានពានអ៊ុយក្រែនចម្លើយលោក Jeffreno បានឆ្លើយថាខ្ញុំមិនដឹងថាមានអ្វីកើតឡើងនៅក្នុងក្បាលរបស់ពួកគេទេធ្វើម៉េចឲ្យពួកគេចាញ់បោកគេចោះគ្រាន់តែបុរសម្នាក់ដែលបានបោកបញ្ឆោតអស់រយៈពេល20ឆ្នាំមកនេះប្រាប់ប៉ុណ្ណឹងមនុស្សទាំងនោះក៏ត្រៀមខ្លួនទៅកាប់សម្លាប់គ្នាខ្ញុំមិនយល់ទេដែលមិនត្រូវបានអញ្ជើញហើយនឹងមានអាវុធនៅក្នុងដៃទៀតផងអរគុណព្រះជាម្ចាស់ខ្ញុំមិនបានធ្វើបាបនរណាម្នាក់ទេខ្ញុំមិនបានសម្លាប់នរណាម្នាក់ទេអរគុណព្រះជាម្ចាស់ខ្ញុំក៏មិនត្រូវបានគេសម្លាប់ដែរខ្ញុំគ្មានសិទ្ធិខាងសិលធម៌ក្នុងការសុំការអភ័យទោសពីជនជាតិអ៊ុយក្រែនដែរខ្ញុំមិនអាចអត់ទោសឲ្យខ្លួនឯងផងដែរដូច្នេះខ្ញុំមិនអាចរំពឹងថាពួកគេនឹងអត់ទោសឲ្យខ្ញុំសូមបញ្ជាក់ផងដែរថាការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានកំពុងចងក្រងឯកសារករណីនៃការធ្វើបាបអ្នកទោសក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដោយបានសម្ភាសទាហានជាង400នាក់ទាំងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនលោកស្រី Matilda Bogner ប្រធានក្រុមឃ្លាំមើលរបស់អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ុយក្រែនបាននៅអ៊ុយក្រែនដំណងជាបានកើតឡើងស្ទើរតែគ្រប់ដំណាក់កាលនៃការឃុំឃាំងលោកស្រី Bogner មានប្រសាសន៍ថាទម្រង់ដ៏អាក្រក់បំផុតនៃការធ្វើទារុណកម្មឬការព្យាបាលមិនល្អសម្រាប់អ្នកទោសសង្គ្រាមនៅអ៊ុយក្រែនជាធម្មតាបានកើតឡើងនៅក្នុងពេលសាកសួរចម្លើយលោកស្រីនិយាយថាពួកគេអាចរងការឆក់ចរន្តអគ្គិសនីនិងវិធីធ្វើទារុណកម្មគ្រប់បែបយ៉ាងរួមទាំងការព្យួរកមនុស្សនិងការវាយដំពួកគេផងលោកស្រីក៏បានបន្ថែមទៀតថានៅពេលដែលពួកគេបញ្ជូនទៅដល់កន្លែងសួរចម្លើយតែងតែមានការវាយដំជាការស្វាគមន៍ជាមុនគេពួកគេក៏ប្រឈមមុខនឹងអាហារនិងទឹកមិនគ្រប់គ្រាន់ផងដែរអ្នកទោសសង្គ្រាមរុស្ស៊ីក៏ត្រូវបានរាយការណ៍មានការវាយដំនិងរងការឆក់ដោយខ្សែភ្លើងពីសំណាក់អ៊ុយក្រែនផងដែរលោកស្រី Bogner មានប្រសាសន៍ថាទម្រង់នៃការធ្វើទារុណកម្មឬការព្យាបាលជំងឺមិនល្អណាមួយត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិវាមិនអាចទទួលយកបានសម្រាប់ភាគីទាំងសងខាងដើម្បីធ្វើដូចនេះឡើយ